ចាពុកម៉ែបងប្អូនមកមើលប្តីរបស់នាងខ្ញុំកំពុងតែយួរជ្រែកដៃជ្រែកជើងឲ្យបងប្អូនឆ្វេងផងស្ដាំផងចាដោយសារតែអត់នេះអត់យកម៉ូតូចូលក្នុងផ្ទះទេទុកខាងក្រៅដើម្បីងាយស្រួលជិះទៅដកប៉ាស្វាឥឡូវនេះប្តីខ្ញុំយកទៅទុកខាងក្នុងហើយក៏ចេញមកវិញក៏ធ្វើការជិះម៉ូតូមកដកប៉ាស្វាណាបងប្អូនចាឥឡូវនេះគឺថាបានមកដល់ព្រៃដកប៉ាស្វាហើយបងប្អូនឃើញទេប៉ាស្វាប្តីខ្ញុំកំពុងតែដកអោនងើបនេះបងប្អូនណាគឺថាដុះតាមព្រៃកពោតអញ្ចឹងឯងបងប្អូនចាព្រៃមកដប់ណាបងប្អូនគឺថាប៉ាស្វាដុះច្រើនណាស់ហើយឥឡូវនេះដកបានហើយក៏បានវិលត្រឡប់មកដល់ផ្ទះវិញក៏ធ្វើការលាងសម្អាតទឹក3-4ទឹកឲ្យស្អាតដីតែម្ដងបងប្អូនចាលាងស្អាតហើយក៏នាងខ្ញុំទុកមួយឡែកហើយក៏ងាកមកដាក់ស្ងោរសាច់ជ្រូកហើយនឹងត្រីណាបងប្អូនចាដាក់ស្ងោរសាច់ជ្រូកហើយនឹងត្រីដើម្បីទៅរំតែធ្វើបន្លែហើយសាច់ជ្រូកត្រីនេះគឺថាឆ្អិនល្មមតែម្ដងណាបងប្អូនចាឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់ហើយក៏ក្របទុកចាក៏ក្របទុករងាស់ចោលបងប្អូនដើម្បីឲ្យឆ្អិនសាច់ល្អនាងខ្ញុំងាកមកហាន់នៅប៉ាស្វាបងប្អូនហាន់នៅប៉ាស្វាដែលដកមិញហ្នឹងគឺហាន់ឲ្យល្អិតអញ្ចឹងបងប្អូនចាហាន់ឲ្យល្អិតអញ្ចឹងមកចាហើយនាងខ្ញុំក៏ទុកហើយក៏យកប៉ាស្វាដែលហាន់មិញហ្នឹងបងប្អូនណាគឺថាយកអំបិលមកចោបមកយកមកច្បាច់ច្បល់ដើម្បីឲ្យវាទន់បន្លែណាបងប្អូនចាឲ្យវាទន់បន្លែចាឥឡូវនេះគឺថាច្បាច់ច្បល់ហ្នឹងគឺថាទន់បន្លែល្អហើយក៏ធ្វើការលាងទឹកសម្អាតតែម្ដងណាបងប្អូនចាសម្អាតនេះគឺបង្ហាយហើយគឺយកមកដើម្បីធ្វើម្ហូបហើយចាឥឡូវនេះក៏ថាទុកមួយឡែកហើយក៏ងាកមកវិញបងប្អូនណាគឺថាស្រង់សាច់ជ្រូកហើយនឹងត្រីនេះដើម្បីទៅធ្វើការបេះប៉ុន្តែបងប្អូនណាខ្ញុំអត់បានបេះទេសាច់ជ្រូកហើយនឹងត្រីនឹងគឺខ្ញុំប្តីរបស់នាងខ្ញុំគាត់យកទៅបេះយកទៅហាន់ជួយគ្នាហ្នឹងណាបងប្អូនចាគឺថាដើម្បីឲ្យឆាប់បានហូបណាបងប្អូនចាប្តីរបស់នាងខ្ញុំយកទៅបេះហើយទៅតែស្រង់យកទៅបេះឥឡូវបេះបានហើយនេះបងប្អូនគឺគាត់យកមកបកគលឲ្យខ្ញុំហើយឥឡូវហ្នឹងក៏ខ្ញុំធ្វើការលាយគ្រឿងចាមានអីទេបងប្អូនខ្ទឹមក្រហមខ្ទឹមសយើងនឹងម្រេចខ្ទឹមប៊ីចេងដាក់ចូលគ្នាតែម្ដងហើយក៏ធ្វើការចាក់ទឹកប្រហុកចូលចាជ្រុំប្រហុកជ្រុំអំពិលទុំចូលនាងខ្ញុំអត់ដាក់ក្រូចឆ្មាទេបងប្អូនគឺថាដាក់អំពិលទុំទេហើយក៏ធ្វើការចាក់ស្ករសចូលបន្តិចបងប្អូនដើម្បីឲ្យវាមានជាតិផ្អែមនៅក្នុងញាំនៅក្នុងទឹកគ្រឿងរបស់យើងណាបងប្អូនចាឥឡូវទឹកគ្រឿងរបស់នាងខ្ញុំក៏បានលាយរួចរាល់អស់ហើយសពគ្រប់គ្រឿងអស់ហើយក៏ដាក់ធ្វើការចាក់សណ្ដែកដីចូលបងប្អូនចាចាក់សណ្ដែកដីចូលឥឡូវនេះគឺថាបានរួចរាល់អស់ហើយក៏នាងខ្ញុំបានភ្លក់នេះបងប្អូនណាគឺថាមើលតែមាត់ទៅបងប្អូនគឺថាតែនាងខ្ញុំអន់ថ្មិញបងប្អូនចាហូបមិនសូវបានទេចាបន្លែអីរឹងអីហូបអត់បានទេតែអញ្ចឹងបងប្អូនមើលតែមាត់ក៏តំណងដែរបងប្អូនគាត់ថាឆ្ងាញ់តែម្ដងចាហើយប្តីអត់នៅក៏ភ្លក់ឥឡូវប្តីក៏